សួស្តីអ្នកទាំងអស់គ្នាថ្ងៃនឹងមកធ្វើក្បាច់យូហ្គាបែបសម្រាប់អ្នកមានរដូវទាំងអស់គ្នាចាអញ្ចឹងឧបករណ៍របស់យើងគឺមានខ្នើយមួយហើយជាមួយនឹងភួយមួយចាភួយនោះគឺយើងបត់ដាក់នៅលើខ្នើយមួយទៀតដើម្បីឲ្យកលឲ្យវារៀងខ្ពស់បន្តិចដោយសារតែយើងអត់មានខ្នើយពីរអញ្ចឹងក្នុងទម្រង់បែបហ្នឹងយើងអាចដាក់ខ្នើយពីរក៏បានដែរយើងចាប់ផ្ដើមអង្គុយនៅលើកែងជើងយើងទាំងពីរគោភ្លើខាងមុខរបស់យើងបើកបន្តិចហើយយើងដាក់ខ្នើយរបស់យើងគៀកនៅលើក្បាលពោះរាវបន្តិចអញ្ចឹងមានន័យថាភួយហ្នឹងគឺវានៅខាងក្រោមក្បាលពោះរបស់យើងបន្ទាប់មកយើងអាចដាក់ខ្លួនរបស់យើងសម្រាប់ក្នុងទម្រង់នេះបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាភួយឬក៏ខ្នើយរបស់យើងនៅទាបអ្នកទាំងអស់គ្នាអាចកល់បន្ថែមភួយរបស់យើងឲ្យក្រាស់ជាងហ្នឹងដើម្បីឲ្យងាយស្រួលយើងសម្រាប់ដោយសារតែអ្នកខ្លះអាចនឹងមានអារម្មណ៍ថារាងកាយគាត់នឹងតឹងក៏មិនអាចទម្លាក់ចុះបានជ្រៅយើងចាប់ផ្ដើមសម្រាប់ខ្នងសម្រាប់ផ្ទៃមុខរបស់យើងខ្ពស់របស់យើងសម្រាប់អញ្ចឹងក្នុងទម្រង់បែបហ្នឹងបរិវេណតាគៀករបស់យើងលអាតាគៀករបស់យើងវានឹងបានបើកហើយបានធូរស្រាលវត្តរដូវរបស់យើងក៏បានដើរបានស្រួលដែរដោយសារតែកន្លងពេលដែលយើងមានរដូវអ្នកខ្លះអាចនឹងគាត់មានភាពតានតឹងហើយឈឺស្ទីងនៅក្នុងបរិវេណពោះរបស់គាត់នៅខាងក្រោមចាអញ្ចឹងយើងអាចសម្រាកនៅទម្រង់ក្បាច់កូនក្មេងជាមួយឧបករណ៍នេះបាននៅក្នុងវីដេអូដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអាចសម្រាកពី3នាទីរហូតដល់5នាទីឬក៏យើងអាចសម្រាកយូរជាងហ្នឹងតាមពេលវេលាជាក់ស្ដែងដែលអ្នកទាំងអស់គ្នាមានយើងផ្អៀងទៅខាងស្ដាំហើយយើងផ្អៀងទៅខាងឆ្វេងយើងដូរខាងកំឡុងពេលអ្នកទាំងអស់គ្នាសម្រាកសូមឲ្យប្រឡែងខ្លួននិងរាងកាយរបស់យើងទាំងអស់បានសម្រាប់ឲ្យពេញលេញទម្លាក់ទម្ងន់របស់យើងចុះទៅរកភួយឬក៏ខ្នើយរបស់យើង